អ្នកកំពុងតែស្វែងរកនៅប្រភេទម៉ូទ័របូមទឹក solar តែមានកម្លាំងខ្លាំងបូមទឹកបានច្រើនបូមទឹកលឿននិងជួយសន្សំសំចៃថវិការបស់លោកអ្នកមែនទេខ្ញុំសូមណែនាំជូននៅប្រភេទម៉ូទ័របូមទឹក solar ម៉ាកេផេដាប្រភេទដាក់លើគោកដែលកំពុងពេញនិយមប្រើប្រាស់ច្រើននិងលក់ដាច់ខ្លាំងនៅលើទីផ្សារដែលក្នុងនោះផងដែរយើងបែងចែកជាពីរប្រភេទDC សុទ្ធនិងប្រភេទ AC DC Hybrid ដែលយើងបែងចែកជា3 model ធំមានដូចជា model ទី1ប្រភេទ model DMT ដែលជាប្រភេទម៉ូទ័របូមទឹក solar ដាក់លើគោកស៊ីផ្ទាំងតិចដែលភ្ជាប់មកជាមួយនឹងក្បាលបូមដូចនឹងប្រភេទម៉ាស៊ីនបូមទឹកដែរអាចបូមទឹកបានបរិមាណច្រើនចាប់ពី15ម៉ែត្រគីបទៅ30ម៉ែត្រគីបក្នុង1ម៉ោងហើយយើងមានកម្លាំងចាប់ពី1សេសនិង1សេសកន្លះហើយម៉ូទ័របូមទឹកប្រភេទនេះស័ក្តិសមសម្រាប់បងប្អូនដែលមានតម្រូវការចង់ប្រើប្រាស់និងសន្សំសំចៃដើម្បីធ្វើការបូមទឹកដាក់ស្រែចម្ការបានរីឯប្រភេទ model ទី2វិញ model DCM ដែលជាប្រភេទម៉ូទ័របូមទឹក solar ដាក់លើគោកតែប្រភេទម៉ូទ័រនេះយើងបែងចែកជា2ជាប្រភេទម៉ូទ័រ DC សុទ្ធនិងប្រភេទម៉ូទ័រ AC DC Hybrid ចំពោះម៉ូទ័របូមទឹកប្រភេទនេះវាអាចធ្វើការបូមទឹកបានច្រើនបរិមាណចាប់ពី5ម៉ែត្រគីបរហូតដល់100ម៉ែត្រគីបក្នុង1ម៉ោងទៅតាមຂະຫນាតនីមួយៗហើយចំពោះកម្លាំងម៉ូទ័រវិញយើងមានកម្លាំងចាប់ពី 0.5 សេសរហូតដល់កម្លាំង 5.5 សេសជាពិសេសសម្រាប់បងប្អូនដែលមានតម្រូវការប្រើប្រាស់ទឹកច្រើនប្រភពទឹកនៅឆ្ងាយក៏អាចជ្រើសរើសយកប្រភេទម៉ូទ័រនេះទៅប្រើប្រាស់បានចំពោះ model ទី3វិញវាមានលក្ខណៈពិសេសជាងគេនោះគឺ model ST ជាប្រភេទម៉ូទ័របូមទឹក solar ដាក់លើគោកប្រភេទ AC DC Hybrid ប្រើប្រាស់នៅប្រភេទភ្លើង380លក្ខណៈពិសេសរបស់ម៉ូទ័រនេះគឺវាអាចធ្វើការបូមទឹកបានបរិមាណច្រើនរុញបានចម្ងាយឆ្ងាយស័ក្តិសមសម្រាប់ធ្វើការស្រោចស្រពដំណាំចម្ការធំកសិកម្មនិងប្រើប្រាស់នៅតាមកសិដ្ឋានហើយចំពោះម៉ូទ័រប្រភេទនេះយើងមានកម្លាំងចាប់ពី5សេសកន្លះរហូតដល់30សេសដែលមាននៅក្នុងស្តុកស្រាប់ឬបងប្អូនអាចធ្វើការកម្ម៉ង់ខ្នាតធំជាងនេះបានរហូតដល់កម្លាំង100សេសបានបន្ថែមទៀតម៉ូទ័របូមទឹកដាក់លើគោកម៉ាកេផេដាជាម៉ូទ័របូមទឹកដែលមានគុណភាពខ្ពស់កម្លាំងខ្លាំងប្រើធន់បូមទឹកបានច្រើនពេញនិយមប្រើប្រាស់មានច្រើនខ្នាតច្រើនជម្រើសដល់ភាពងាយស្រួលដល់បងប្អូនក្នុងការជ្រើសរើសយកទៅប្រើប្រាស់ហើយចំពោះទូបញ្ជាត្រូវបានដំឡើងរួចជាស្រេចពីខាងរោងចក្រផ្ទាល់និងផ្ដល់ភាពងាយស្រួលដល់បងប្អូនក្នុងការដំឡើងដល់ខ្លួនឯង